គារដែលសាងសង់យូរជាងគេក្នុងប្រវត្តិសាស្ត្រអ្នកគូប្លង់ទី1ស្លាប់អស់125ឆ្នាំអ្នកគូប្លង់ទី2ស្លាប់អស់ជាង100ឆ្នាំប៉ុន្តែគិតមកដល់ឆ្នាំ2026នេះអគារនេះនៅតែសាងសង់មិនទាន់រួចវីដេអូនេះនឹងនាំអ្នកទាំងអស់គ្នាស្វែងយល់ពីមូលហេតុនៃការសាងសង់វិហារដ៏ល្បីល្បាញ Sagrada Familia នៅទីក្រុងបាសេឡូណាដែលអូសបន្លាយរយៈពេលនៅក្នុងការសាងសង់144ឆ្នាំមកហើយវាគឺជាគម្រោងដែលកំពុងបន្តនៅឡើយខាងក្រោមនេះគឺជាកត្តាសំខាន់នៅពីក្រោយដំណើរការដ៏វែងឆ្ងាយនៃអច្ឆរិយវត្ថុស្ថាបត្យកម្មមួយនេះ1ការកែប្រែការរចនាប្រកបដោយចក្ខុវិស័យអ្នកដែលបានរចនាវិហារ Sagrada Familia ដំបូងបង្អស់គឺស្ថាបត្យករជនជាតិអេស្ប៉ាញមានឈ្មោះថា Francisco de Bola de Villa y Lozano លោកបានចាប់ផ្ដើមគូរប្លង់និងដឹកនាំគម្រោងសាងសង់ដំបូងបំផុតនៅក្នុងឆ្នាំ1882ក្នុងទម្រង់ជាស្ថាបត្យកម្មបែប Neo-Gothic បែបប្រពៃណីប៉ុន្តែដោយសារតែចំនួនបច្ចេកទេសជាមួយនឹងក្រុមប្រឹក្សាភិបាលលោកក៏បានលាឈប់ពីគម្រោងនេះនៅក្នុងឆ្នាំ1883ហើយបន្តគម្រោងនេះឲ្យទៅលោកអង្គតូនីកូឌីធ្វើការរចនានិងផ្លាស់ប្ដូរទាំងស្រុងមកដល់ពេលបច្ចុប្បន្នលោកបានផ្លាស់ប្ដូរការរចនានេះទាំងស្រុងទៅជាទម្រង់ស្ថាបត្យកម្ម 3D ដ៏ស្មុគស្មាញបំផុតដែលធ្វើឲ្យការសាងសង់មានលក្ខណៈលំបាកខ្លាំងបើប្រើប្រាស់ឧបករណ៍នាសម័យកាលនោះទី2ទម្រង់នៃការផ្ដល់មូលនិធិវិហារនេះត្រូវបានបង្កើតឡើងជាវិហារលុបលាងបាបដោយពឹងផ្អែកទាំងស្រុងលើការបរិច្ចាគឯកជនហើយក្រោយមកទៀតបានមកពីការលក់សម្បត្តិនិងភ្ញៀវទេសចរជាជាងការទទួលមូលនិធិពីរដ្ឋាភិបាលឬពីសាសនាចាស់កត្តានេះមានន័យថាល្បឿននៃការសាងសង់ជារឿយៗត្រូវបានកម្រិតតាមរយៈថវិកាដែលមានទី3ភាពចលាចលក្នុងប្រវត្តិសាស្ត្រគម្រោងនេះបានជួបប្រទះនឹងការរអាក់រអួលធំក្នុងកំឡុងសង្គ្រាមស៊ីវិលអេស្ប៉ាញនៅក្នុងឆ្នាំ1930នៅពេលដែលក្រុមអាណាធិបតេយ្យបានបំផ្លាញការដ្ឋានសាងសង់និងបានបំផ្លាញរូបសំណាកប្លង់ធ្វើពីបាយអនិងកំណត់ត្រារចនាដើមជាច្រើនរបស់លោកគូឌីទី4ការរីកចម្រើននៃបច្ចេកវិទ្យាទំនើបទោះបីជាវឌ្ឍនភាពមានភាពយឺតយ៉ាវអស់រយៈពេលជាច្រើនទសវត្សរ៍ក៏ដោយក៏ការនាំយកមកនៅប្រព័ន្ធកុំព្យូទ័រការរចនាម៉ូដបែប 3D និងកម្មវិធីបច្ចេកវិទ្យាផ្នែកអាកាសចរណ៍នៅក្នុងសតវត្ស2000បានជួយពន្លឿនការសាងសង់នេះយ៉ាងខ្លាំងទី5បញ្ហាប្រឈមថ្មីទោះបីជាសម្រេចបាននៅសមិទ្ធផលសំខាន់នាពេលថ្មីនេះដូចជាការសាងសង់រួចរាល់នៅប៉មស្នូលព្រះយេស៊ូវគ្រីស្ទនៅដើមឆ្នាំ2026ក៏ដោយគម្រោងនេះនៅតែប្រឈមមុខនឹងឧបសគ្គជាបន្តបន្ទាប់បញ្ហាទាំងនោះរួមមានការធ្វើឲ្យស្របច្បាប់នៅលិខិតអនុញ្ញាតសាងសង់ការដោះស្រាយបញ្ហាសាងសង់ផ្លូវល្បឿនលឿននៅក្បែរនោះនិងគម្រោងដែលមិនទាន់ដោះស្រាយរួចស្រេចសម្រាប់ផ្នែកខាងមុខនៃវិហារហៅថា Glory Facade រួមទាំងជណ្ដើរដ៏ស្កឹមស្កៃដែលទាមទារឲ្យមានការជម្លៀសប្រជាជនរាប់រយនាក់ចេញពីលំនៅឋានកិត្តិត្រឹមឆ្នាំ2026នេះរចនាសម្ព័ន្ធស្នូលកណ្ដាលត្រូវបានបញ្ចប់ស្ទើរតែទាំងស្រុងហើយប៉ុន្តែការងារបេតុងនិងច្រកចូលចុងក្រោយត្រូវបានរំពឹងថានឹងបន្តធ្វើរហូតដល់ទសវត្សរ៍ឆ្នាំ2030ទាំងដែលអ្នករចនាទី1បានទទួលមរណភាព125ឆ្នាំហើយអ្នករចនាបន្ទាប់ក៏ទទួលមរណភាពជាង100ឆ្នាំហើយពោលគឺនៅក្នុងឆ្នាំ1926ក្នុងជនមាយុ73ឆ្នាំដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុងបាសេឡូណាសពរបស់លោកត្រូវបានបញ្ចុះនៅក្នុងក្រឡាផ្ទៃក្រោមដីនៃវិហារ Sagrada Familia នេះតតែម្ដងដូច្នេះទាំងអ្នករចនាដំបូងនិងអ្នករចនាបន្ទាប់សុទ្ធតែលាចាកលោកនេះទៅមុនពេលដែលសំណង់ដ៏អស្ចារ្យនេះត្រូវបានសាងសង់រួចរាល់បច្ចុប្បន្នគម្រោងនេះត្រូវបានបន្តដឹកនាំដោយក្រុមស្ថាបត្យករនិងវិស្វករជំនាន់ក្រោយដោយពឹងផ្អែកលើគំនូរនិងប្លង់ដែលសល់ពីលោកគូឌីជាចុងក្រោយក៏សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមកដល់ចំណុចនេះហើយក៏សូមកុំភ្លេចជួយគាំទ្រ Channel Home Live តាមរយៈការចុច Subscribe, Like ចុចសញ្ញាកណ្ដឹងនិង Share សូមអរគុណ